Ngon là tha RAM ក្នុងកុំព្យូទ័ររបស់យើងហ្នឹងវាដំណើរការមិនទៅជាពិសេសយើងធ្លាប់តែឮគេនិយាយណាថាឲ្យតែ RAM កាន់តែធំដឹងតែកុំព្យូទ័ររបស់យើងកាន់តែដើរលឿនទេប៉ុន្តែយើងអត់ដឹងទេថានៅក្នុងកុំព្យូទ័រហ្នឹង RAM វាមានតួនាទីអីហើយវាដំណើរការម៉េចអញ្ចឹងថ្ងៃហ្នឹងនេះជាវិធីនឹងបកស្រាយចំណុចហ្នឹងទាំងអស់គ្នាហើយជាដំបូងយើងត្រូវដឹងសិនថា RAM យើងវាមានតួនាទីពីរធំៗដែលខ្ញុំលើកមកក្នុងវីដេអូហ្នឹងអញ្ចឹងទី1 RAM បញ្ជូនទិន្នន័យទៅឲ្យ CPU ហើយទី2រក្សាទិន្នន័យបណ្ដោះអាសន្នដែល CPU កណនាហើយបញ្ជូនមក RAM វិញប៉ុន្តែយើងអត់ដឹងទេថា RAM បានទិន្នន័យមកពីណាហើយនៅពេលដែលវាបន្ទប់បណ្ដោះអាសន្នហ្នឹងគឺវាដំណើរការម៉េច ចាំតិចមុននឹងយកកន្លែងហ្នឹងយើងត្រូវដឹងសិនថានៅក្នុងកុំព្យូទ័ររបស់យើងគឺវាអត់យល់ភាសាកូដទេកុំច្រឡំណាភាសាដែលវាយល់ហ្នឹងគឺ binary code ឬ binary language ដែលវាមានតែលេខ1ហើយលេខ0ទេអញ្ចឹងអីក៏ដោយឲ្យតែយើងឃើញនៅលើកុំព្យូទ័រគឺសុទ្ធតែ CPU ជាអ្នកបំលែងពីប្រព័ន្ធគោល2ដល់លេខ1010ហ្នឹង1010រាប់លានដើម្បីបានជារូបភាពជាវីដេអូអ្វីៗទាំងអស់នៅលើកុំព្យូទ័ររបស់យើងហើយបកមក RAM យើងវិញនៅលើ RAM យើងវាមាន chip ហើយ chip ហ្នឹងគឺមាន memory cell រាប់លានហើយ memory cell ហ្នឹងហើយជាអ្នកផ្ទុក binary code 1010ហ្នឹងអញ្ចឹងមានន័យថា RAM ជាអ្នកផ្ទុកទិន្នន័យបញ្ជូនទិន្នន័យហ្នឹងទៅឲ្យ CPU អញ្ចឹង RAM បាន data ពីណា RAM បាន data ពី hard drive hard disk របស់យើងហ្នឹងគឺ hard disk គឺជាអ្នកផ្ទុកទិន្នន័យអចិន្ត្រៃយ៍អញ្ចឹងកម្មវិធីរូបភាពអ្វីៗទាំងអស់ដែលមានទិន្នន័យនៅក្នុងកុំព្យូទ័ររបស់យើងគឺផ្ទុកនៅ hard disk ប៉ុន្តែនៅពេលយកមកប្រើគឺវាបញ្ជូនមក RAM ហើយ RAM បញ្ជូនទៅ CPU ចង់ឲ្យដឹងច្បាស់យើងអក្សរឧទាហរណ៍ថាបើសិនជាយើងបើក Microsoft Word តើវាដំណើរការម៉េចអញ្ចឹង Microsoft Word យើងគឺនៅក្នុង hard disk របស់យើងវាជាអ្នកផ្ទុកទិន្នន័យអចិន្ត្រៃយ៍អញ្ចឹងដំបូងគឺនៅក្នុង hard disk បន្ទាប់មកនៅពេលដែលយើង click អញ្ចឹង data ទាំងអស់ហ្នឹងគឺ send ទៅ RAM ហើយ RAM send ទៅ CPU តយើងឆ្ងល់ថាហេតុអីបាន hard disk មិន send ទៅ CPU ផ្ទាល់ដោយសារតែ hard disk ហ្នឹងយឺតពេកអញ្ចឹង RAM ជាអ្នក send បន្តដោយសារ RAM លឿនជាងបន្ទាប់មក RAM បាន send data ពី hard disk ទៅ CPU ដើម្បីឲ្យ CPU គណនាអញ្ចឹងនៅពេលដែល RAM ផ្ញើទៅហ្នឹងគឺផ្ញើជា instruction 101010ទៅឲ្យ CPU ហើយ CPU រិច1010ពី RAM ហ្នឹងហើយ CPU គណនាចេញជារូបភាពជាវីដេអូឧទាហរណ៍ដូចជា create window បង្កើត taskbar load font prepare blank page ជាដើមអញ្ចឹងបន្ទាប់ពី CPU គណនាហើយអត់ទាន់ឃើញលើ screen យើងទេគឺ send មក RAM វិញដើម្បីបន្ទប់បណ្ដោះអាសន្នបន្តមកទៀត CPU គាត់នឹងបញ្ជាឲ្យ GPU ជាអ្នកបង្ហាញនៅលើ screen ហ្នឹងហើយអញ្ចឹងអីក៏ដោយឲ្យតែយើងឃើញនៅលើ screen ហ្នឹងគឺ CPU ជាអ្នកផ្ញើ instruction ទៅ GPU ដើម្បីឲ្យគាត់គណនាហើយបញ្ចេញនៅលើ screen ហើយចំពោះ RAM គឺនៅបន្ទប់ data បណ្ដោះអាសន្ននៅឡើយចុះអីក៏ដោយឲ្យតែយើង click យើង open វាហើយទុកចោលអត់ទាន់ close អាហ្នឹងវាដំណើរការនៅលើ RAM ទាំងអស់ RAM ជាអ្នកផ្ទុកបណ្ដោះអាសន្នទាំងអស់អញ្ចឹងនៅពេលណាដែល RAM យើងកាន់តែធំវាអត់ខុសទេ RAM កាន់តែធំគឺកាន់តែល្អប៉ុន្តែយើងឲ្យដឹងច្បាស់ថាវាដំណើរការមិននៅក្នុងកុំព្យូទ័ររបស់យើងអញ្ចឹងត្រឡប់មកវិញបើសិនជា RAM កាន់តែធំអានោះយើងផ្ទុកអញ្ចឹងយើងផ្ទុក app ឬក៏យើងបើក app បើកកម្មវិធីបានច្រើនក្នុងពេលតែមួយអញ្ចឹងយើងសាកឧទាហរណ៍ឬក៏សាកអនុវត្តជាក់ស្ដែងនៅលើកុំព្យូទ័ររបស់យើងបើសិន RAM យើងកាន់តែធំអានោះយើងផ្ទុកបានច្រើនអត់ទាក់គឺដើរធម្មតាប៉ុន្តែបើ RAM យើងតូចហើយយើងបើក app ច្រើនដូច RAM 8GB អីបើក app ច្រើនគឺអាចនឹងរៀង slow រៀងលេងទៅតែបើសិនជា RAM ពេញ memory មានន័យថា RAM 8GB ហើយយើងបើកលើ 8GB ហ្នឹងគឺមិនទៅបើចង់ដឹង follow subscribe ខ្ញុំនឹងប្រាប់អ្នកនរគ្នាតទៀតអញ្ចឹងការបញ្យល់ពី RAM ដំណើរការរបស់ RAM គឺបានបញ្ចប់សង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តវីដេអូហ្នឹងហើយជួយ subscribe ជួយ follow ហើយរបស់ខ្ញុំផងអរគុណពីនិស្សិត GPT